សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ត្រីប្រាយ Gaming ហើយថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកអត់ប្រយោជន៍ជាមួយខ្ញុំគឺ clone item នៅក្នុង Minecraft អូខេឥឡូវយើងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទៅធ្វើការយើងហ្មងទៅអញ្ចឹងដើម្បី clone item បាន 100% អ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានបើសិនជាអ្នកទាំងអស់គ្នាចេះហើយក៏អត់អីដែរគឺអមឡងទៅអូខេជាដំបូងយើងត្រូវរក piston យើងដាក់ piston មុនសិនអូខេឥឡូវយើងយក piston មកយើងដាក់ឲ្យវាបែរមុខមករកយើងមកហើយយើងរាប់ចំនួន3ប្លុកហើយយើងដាក់ពីមុខហ្នឹងមកយើងទុកប្លុកឲ្យនៅសល់តែ3ហ្នឹងហើយយើងជីក3នឹងចេញមកហើយជីកតាមខ្ញុំមកជីក3ប្លុកហើយយើងជីកមកមុខ1ប្លុកទៀតអូខេបន្ទាប់ជីកដីហើយយើងត្រូវដាក់ឆេះចំនួន2បន្ទាប់មកយើងដាក់ hopper អង្គុយចុះមកយើងភ្ជាប់ hopper ជាមួយនឹងឆេះហ្នឹងមកអូខេបន្ទាប់ពីអញ្ចឹងហើយយើងអញ្ចឹងបន្ទាប់ពីយើងដាក់ hopper ហ្នឹងហើយយើងត្រូវរកប្លុកអីមួយដើម្បីដាក់ភ្ជាប់ជាមួយ piston ហ្នឹងយើងយកដីមកតមកយើងដាក់ភ្ជាប់មួយ piston ហើយយក hopper យើងមកដាក់ភ្ជាប់ជាមួយដីវាយដីចេញយើងដាក់ hopper ភ្ជាប់ជាមួយគ្នាវាហ្នឹងមកអញ្ចឹងខ្ញុំដាក់ខុសខ្ញុំវាយឲ្យខ្ញុំដាក់សាមីអូខេបន្ទាប់ពីដាក់អញ្ចឹងហើយយើងយក redstone torch ហ្នឹងយកមកដាក់នៅកន្លែងប្លុកកណេនេះនៅខាងក្រោមហ្នឹងយើងដាក់នៅនឹងចោលសិនមកអូខេឥឡូវយើងបន្តទៅមុខទៀតគឺកន្លែងនេះយើងត្រូវដាក់ឆេះមួយនៅជាប់នឹង piston ហ្នឹងបន្តមកយើងដាក់នេះប៉ាល់ឈើចំនួន4អ្នកនរគ្នាបន្ទាប់ពីដាក់ប៉ាល់ឈើហើយយើងដាក់redstone comparator យើងឈរនេះឈរពីលើឆេះមកហើយយើងដាក់មកអូខេបន្ទាប់មកយើងដាក់ redstone comparator មួយទៀតហ្នឹងហើយយើងចុចវាភ្លឺមកអូខេឥឡូវយើងចិត្តរួចរាល់ហើយបន្តមកយើងនេះយើងប្រើ redstone repeater អញ្ចឹងយើងដាក់វាហើយយើងចុចវា3មកបន្តមកអាទី2យើងបែរមុខមកខាងនេះវិញយើងដាក់ហើយយើងចុចវាតែ2បានហើយបន្តមកយើងភ្ជាប់ជាមួយនឹង redstone ហើយសម្រាប់កន្លែងនេះយើងត្រូវដាក់ redstone torch មួយទៀតភ្ជាប់ជាមួយនឹងpiston អញ្ចឹងវាដំណើរការបានពាក់កណ្ដាលហើយបន្តមកយើងដាក់ redstone មកឡងមកប្លុកហ្នឹងយើងដាក់ភ្ជាប់ជាមួយនឹងpiston នៅខាងស្ដាំដៃហ្នឹងអញ្ចឹងវាចិត្តឲ្យ 100% ហើយទៅតែបាន90ទេអញ្ចឹងដើម្បីឲ្យ item ដែលយើង clone ហ្នឹងធ្លាក់នៅក្នុងឆេះហ្នឹងយើងត្រូវដាក់តាមខ្ញុំមកអញ្ចឹងយើងដាក់ redstone torch មួយចំពីមុខហ្នឹងមួយមកយើងដាក់ redstone ទៅមុខពីប្លុកទៅធ្វើម៉េចឲ្យលុត redstone torch នៅខាងក្រោមហ្នឹងអូខេអញ្ចឹងយើងឲ្យ 100% ហីអញ្ចឹងហើយយើងមែនហើយយើងត្រូវដាក់កុងតាក់មួយទៀតនេះពេចកុងតាក់អញ្ចឹងយើងយកកុងតាក់មកយើងដាក់ភ្ជាប់ជាមួយនឹង piston មកអូខេឥឡូវយើងឲ្យ 100% ហីអូខេឥឡូវខ្ញុំដូរទៅ game survivor វិញដើម្បីចង់ដឹងថាវាដំណើរការអត់ឥឡូវយើងដាក់នេះសិនមកមើលយើងដូរអូខេឥឡូវយើងដាក់ item ដែលយើងត្រូវ clone ចូលអញ្ចឹងខ្ញុំដូរមក survivor វិញអូខេបន្ទាប់ពីដូរហើយយើងបើកកុងតាក់យើងមកគឺ item ដែលយើងត្រូវ clone វានៅហ្នឹងហើយអញ្ចឹងខ្ញុំបើកកុងតាក់មកអូខេអញ្ចឹងយើងចុចពីលើវាមកចុចឲ្យរៀងយូរបន្តិចមកហ្នឹងវាចាប់ផ្ដើម clone នេះអញ្ចឹងយើងចុចឲ្យយូរតិចទៅដើម្បីឲ្យ item ហ្នឹងវាធ្លាក់ចូលឆេះរបស់យើងអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានគឺវា clone បាន 100% វាដឹងតែធ្លាក់ចូលវិញអ្នកនរគ្នាឲ្យទៅធ្វើតាមខ្ញុំហើយខ្ញុំធ្វើនេះគឺមើលតាមគេដែរទេប៉ុន្តែមើលតាមគេខ្ញុំធ្វើទៅវាអត់ធ្លាក់item ចូលឆេះទេប៉ុន្តែខ្ញុំដាក់ចុះដាក់ឡើងទៅredstone ហ្នឹងក៏វាធ្លាក់ item ចូលក្នុងឆេះហ្នឹងទៅហើយអ្នកនរគ្នាអាចដាក់តាមខ្ញុំដែរគឺវាអាចធានាបានគឺវាធ្លាក់ចុះទៅក្រោមអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាអាចធ្វើបាន
អញ្ចឹងអាចអ្នកនរគ្នាអាច comment នៅក្រោមវីដេអូហ្នឹងបានអូខេអ្នកនរគ្នាបាយបាយជួបគ្នាវីដេអូក្រោយ